chẳngជំនាញដំបូងអ្នកនរគ្នាចូលមកកាន់ពាក្យ app grab នេះមកបាទហើយវានឹងចេញផ្ទាំងមួយបែបនេះហើយបើសិនជាអ្នកនរគ្នាចង់ហៅកង់ 3G ម្នាក់ឯងឬក៏2ទៅ3នាក់ឯងអ្នកនរគ្នាចូលមកកាន់ពាក្យ transport នេះមកវានឹងចេញផ្ទាំងមួយបែបនេះហើយអ្នកនរគ្នាចុចពាក្យអក្សរ where to នេះបន្តទៀតមកហើយកន្លែងនេះគឺជាចំណុចសំខាន់ដែរហើយខាងលើនេះគឺជាទីតាំងរបស់យើងខាងក្រោមនេះគឺជាទីតាំងដែលយើងត្រូវទៅបាទអញ្ចឹងខាងលើនេះយើងអាចឲ្យវាដាក់ទីតាំងដែលយើងកំពុងនៅជាក់ស្ដែងនឹងបានដើម្បីងាយស្រួលកង់3គាត់មកយកយើងណាបាទចុចបែបនេះមកវាលោតមកចំកន្លែងដែលយើងកំពុងនៅហ្នឹងហើយខាងក្រោមនេះយើងធ្វើការវាយទីតាំងដែលយើងចង់ទៅមកតើចង់ទៅវាមានឯករាជ្យអញ្ចឹងណាអញ្ចឹងវានឹងលោតអក្សរវាមានឯករាជ្យមកហើយអញ្ចឹងវាចេញទំនងមួយបែបនេះអ្នកនរគ្នាចុចអក្សរខាង Q ខាងក្រោមហ្នឹងចុចមកបាទហើយវានឹងចេញទម្រង់មួយបែបនេះទៀតអញ្ចឹងអ្នកនរគ្នាអាចជ្រើសរើសនៅប្រភេទជាជំនាញអ្នកនរគ្នាចង់ជិះទី1មានតុកតុកទី2មានប្រភេទឡានហើយនឹងមានកង់3ខ្មែរផងដែរអញ្ចឹងអ្នកនរគ្នាជ្រើសរើសមកបាទអញ្ចឹងខ្ញុំចង់ជិះតុកតុកចុចលើតុកតុកហ្នឹងមកហើយចុចពាក្យបុកតុកតុកបាទហើយបន្តមកទៀតគឺបានជោគជ័យអញ្ចឹងបានន័យថាបើសិនជាគាត់ទទួល confirm ហើយគាត់នឹងធ្វើការមកយកយើងបាទអញ្ចឹងខ្ញុំសូម cancel វិញព្រោះសារខ្ញុំអត់ទៅការជិះទេបាទ cancel វិញចុច cancel booking ហ្នឹងមកហើយចុចហ្នឹងមកបាទហើយចុច cancel away បាទ cancel away បាទ